បាទបងប្អូនថ្ងៃនេះមានបងប្អូនគាត់សនំពោអឺឆ្នាំសិទ្ធិបុរាណខ្មែរមកមុខទៀតជំងឺផ្សេងពីមុនបាទនេះផ្នែកឫសដូងបាតបងប្អូនអាចផឹកបានហើយមានពីរមុខបងប្អូនមិនផឹកទេអានេះយើងហូបដូចយើងហូបម្លូហូបអីហ្នឹងមិនម្លូទេណាបងប្អូននេះមិនមែនម្លូទេអានេះគេហៅដើមចភ្លូស្លឹកវាយកទៅទំនប់ជាមួយបាញ់ឆែវក៏បាននេះអានេះជាភ្លូខ្លះគេថាម្លូព្រៃបងប្អូនបាទនេះបងប្អូនខ្លះគេថាម្លូព្រៃប៉ុន្តែឈ្មោះវាជាភ្លូនេះយើងយកហូបជាមួយបាញ់ឆែវក៏បានតែស្លឹកវាណាហើយត្រូវឆ្នាំឫសដូងបាតវាមានពីរមុខបាទវាមានពីរមុខឫសដូងបាតប្រភេទទៀតមានឆ្នាំដល់4មុខប៉ុន្តែនេះចាំខ្ញុំស្អែកខ្ញុំធ្វើវីដេអូនោះបញ្ជាក់មួយមុខទៀតអានេះមួយមុខប៉ុន្តែនេះគឺគ្រូធំដែលខ្ញុំសួរគាត់ទៅគាត់ប្រាប់មកថាគាត់ស៊ីចូលមុនណាទាំងឆ្នាំទាំងពីរមុខដែលនៅមួយមុខទៀតចាំស្អែកខ្ញុំធ្វើវីដេអូគឺចៅអធិការវត្តគាត់ប្រាប់គាត់ថាខ្ញុំស៊ីលុយមុននេះក៏ដូចគ្នាដែរនេះគេផឹកនៅរឿងឯងនៅខាងខេត្តទេមានជ័យគាត់ផឹករឿងឯងពួកម៉ាក់ខ្ញុំនៅខាងនោះណាហើយបើពួកម៉ាក់នោះគឺផឹកឆ្នាំគ្រប់សពអត់ត្រូវមកត្រូវនឹងជាភ្លូជាមួយទឹកឃ្មុំនេះបងប្អូននេះទឹកឃ្មុំខ្ញុំសល់2ឆ្នាំហើយទុកតក់ភ្នែកកើតទៅក្លែនតក់ទឹកឃ្មុំនេះដាច់ទៅភ្នែកដាច់ក្លែនហើយក្លែនភ្នែកយើងណាបាទវិធីធ្វើចាំមើលខ្ញុំធ្វើឲ្យបងប្អូនមើលអង្គុយបន្តិចហ្នឹងបងប្អូនរៀបចំធ្វើឲ្យបងប្អូនធ្វើតាមហើយបងប្អូននៅចិត្តបងប្អូនអាចបើថាបងប្អូនអត់មានចំភ្លូនេះទេហើយនេះដូចស្លឹកចំភ្លូបងប្អូនធ្វើដូចកន្ទោងណាបងប្អូនយកទឹកឃ្មុំនេះណាបងប្អូនចាក់ចូលក្នុងកន្ទោងនេះមកនេះតាមយើងមានតិចមានច្រើនយើងចាក់ចូលទៅហើយបងប្អូនយកមកហូបយើងបត់បានយកតែយើងយកមកហូបដូចយើងហូបម្លូណាហូបទៅអត់ហើយទឹករឿងបានតែជាដាច់ហ៎បងប្អូនបានរឿងថ្ងៃក៏ល្អបើសិនបងប្អូនអត់មានបងប្អូនមកផ្ទះខ្ញុំខ្ញុំមានខ្ញុំយកមកដាំដែរនេះយកមកដាំមិនមានតិចអាចបងប្អូនយកទៅដាំនៅផ្ទះបងប្អូនសម្រាប់ធ្វើឆ្នាំឫសដូងបាតតែមានបងប្អូនខ្លះដែលគិតស្នុំពោតាមរយៈ channel ហើយនឹងតាមរយៈ Messenger អីបងប្អូនអាចមកយកបានយកទុកដាក់ខ្លួនឯងទឹកឃ្មុំខ្ញុំសល់ប៉ុណ្ណេះហើយ2ឆ្នាំហើយយើងហូបរួចមានទឹកទៅយើងផឹកធម្មតាទៅបាទនេះគឺឆ្នាំឫសដូងបាតហើយស្អែកបើខ្ញុំមានពេលខ្ញុំនឹងបង្ហាញឆ្នាំមួយមុខទៀតអានេះយើងស្ងោរផឹកបាទនេះយើងហូបបេះស្លឹកវាស្រាប់មួយដាក់ជាមួយទឹកឃ្មុំយើងហូបធម្មតាបើមួយមុខទៀតនោះយើងដាំផឹកមាន14មុខក្នុងឆ្នាំងនោះមានឆ្នាំ14មុខប៉ុន្តែនេះខ្ញុំធ្វើវីដេអូទី1សិនប៉ុន្តែអ្នកដែលគេធ្លាប់ហូបទាំងពីរមុខនេះទាំងភ្លូមួយទឹកឃ្មុំមួយមុខអានោះគេថ្នាក់រហូតរត់មួយថ្ងៃ3-4ដងក៏មានចូលបន្ទប់ទឹកអីខ្លះម៉ោង1ម៉ោងបានចេញមកវិញគាត់ហូបអានេះគិតបាន70% 80% ហើយព្រោះគាត់ធ្ងន់ទៅចូលថ្នាក់កាលបាទទៅចូលថ្នាក់កាលចុងក្រោយហើយមួយមុខទៀតនោះឆ្នាំខ្មែរយើងដែរប៉ុន្តែអានោះប្រើ4មុខ4ដើមរុក្ខជាតិ
buồnประเภทมันจึงโยมหกบานน่ะของหกbây giờ này bao bốn nè và điตึกnhững hộp ởตึกmôn ngồi lợi phù đuối những hộpตึกธรรมดาthôi cái bài thảo khạc cò khạc hế nè thì chăm sẽ bởi trong tên ấy trong chơi video mà một hệ tiết nó không cừu thom thật prap là thì hiện sinh châu môn này hiện sinh châu môn đấy không được nghe đấy sinh châu môn bắn tết tôi nhưng mà giờ bị đường nằm gặp bia đôi khi nè khác trâu tham đấy khác trâu nó mục nó hết ha đôi chân lò mà chan đôi chân lò mà trang khi pram mùi nhẹคืออันเดินเราเคยต้องเอาที่เงินสาเป็นไปคลาสจังบ้านฮัลคลาสจังบ้านแต่ไม่จัดบอกโอ้มันได้นำมาประเภทปีประเภทนี้từ tình này thầy chia đạch đường từ đồng bản và ở cồn bảo vốn này chia được nằm được đồng bản và bảo vốn chạm tục và bảo vốn khá tiện tồn tam lệ tu sẵn cho máu sơn đập bầm pê sàm bầm muối mà phải buồn mà xe tiết sơn hậu bầm bay sàm sắp bay sàm bầm muối bảo vốn zoom chuyện mấy không nâng pram vì thì là tao phơi mạch bờ mình thêm thảo bảo vốn chạm mặt bàn và bảo vốn ở con trơn này bảo vốn chăm phơi tam tham tấu chia đại trái được đồng bàn mà chia sọt bàn bạc ngoài rừng chân có đôi khi chân có cái miếng là sọt bàn thì chân chết na xa na có là tầm miếng nằm ở sọt bàn bạc kia đây và ở con trơn bảo vốn